សួស្តី fan របស់កូនត្រួតតូចអ្នកនរគ្នាជួយចុច like ចុច subscribe ចុចសញ្ញាកណ្ដឹង admin ដើម្បីមើលរឿងរៀបការបងផ្ដាច់ដាច់ទាំងជីវិតរឿងចាប់ fan ជាទីស្រឡាញ់អ្នកនរគ្នាទូស្រីរបស់យើងក៏រៀបការជាមួយនឹងអាហរនេះគឺរៀបការនេះគឺផ្ដាច់ហ្មងទាំងក្តីស្រឡាញ់ទាំងទ្រព្យសម្បត្តិគឺបកលគេដាច់តែចុងក្រោយដាច់ទាំងជីវិតតែសារអាហរនេះគឺចាក់ទូស្រីយើងមកកបាត់ស្លាប់នៅនឹងកន្លែងកាត់ហែកអ្នកនរគ្នាវាបានក្បត់ទូស្រីជាមួយនឹងនាងគូវៃវៃនិយាយទៅគឺការរៀបការរបស់គាត់ជាមួយនឹងទូស្រីនេះគឺគោលដៅរបស់គេចង់បានទ្រព្យសម្បត្តិមិនមែនជាក្តីស្រឡាញ់ទេណាកុំច្រឡំប៉ុន្តែទូស្រីយើងគាត់រៀងភ្លើគាត់ជឿគេអញ្ចឹងអ្នកនរគ្នាគាត់ជឿលើក្តីស្រឡាញ់អ្នកនរគ្នាប៉ុន្តែក្តីស្រឡាញ់មិនបានអ្វីនោះទេបានត្រឹមតែកបិតឥឡូវនេះព្រមលិខិតកំណត់ឲ្យគាត់មានជីវិតម្ដងទៀតគាត់ក៏បានតាក់ទងជាមួយនឹងសេនជឺនឹងគឺជាតួឯកប្រុសរបស់យើងតាក់ទងគ្នាចឹងទៅណាគឺសេនជឺនឹងតាក់ទងមកទូស្រីរបស់យើងគាត់បានប្រាប់ថាជាអាហោនឹងមិនមែនជាមនុស្សអាហោនឹងគឺមិនមែនជាមនុស្សស្មោះត្រង់ទេជាបរិសុទ្ធផិតក្បត់ចឹងហើយបើទូស្រីយើងឯកភាពជាមួយគាត់នឹងរៀបការជាមួយនឹងទូស្រីនឹកឃើញថាគាត់ក៏ដឹងដែរព្រោះម្នាក់នឹងធ្លាប់សម្លាប់គាត់ស្លាប់ម្ដងទៅហើយគាត់ក៏បានសម្រេចចិត្តឯកភាពអូខេជាមួយនឹងទូប្រុសរបស់យើងក៏មកផឹកស៊ីមិត្តភក្តិសួរថាចិត្តប្រកាសចិត្តទេថ្ងៃនេះគេរៀបការមួយគ្នាណាគេធ្វើមិនសន្យារៀបការមួយទូប្រុសទៅគេថាគេជឿជាក់ទូស្រីរបស់យើងថាប្រកាសជាទូស្រីរបស់យើងនឹងព្រមរៀបការជាមួយគាត់ទូប្រុសយើងណាដល់ថ្ងៃរៀបការរបស់ទូស្រីជាមួយនឹងអាហោនេះដល់គ្នាដឹងមិនទេស្រាប់តែមានវីដេអូមួយលោតឡើងពេញនឹងតែម្ដងបញ្ជាក់ថាអាហោនេះគូវៃនេះគឺមានតំណែងស្នេហានឹងគ្នាបានន័យថាវាជាការផិតក្បត់គ្នាអញ្ចឹងដល់ហើយចាអាហោថាវាដឹងរឿងអីទេប្រកាសជាមានអ្នកធ្វើបាបវាហើយណាហើយដល់ម៉ែវានឹងក៏អំណោយដែរអ្នកគ្នាម៉ែដោយកូនដូចម៉ែដល់តែពេលម៉ែអញ្ចឹងទៅវាមានអាណាបដៅអាណាអញ្ចឹងបានធ្វើកូននឹងវាទៅជាយ៉ាប់អត់របៀបអញ្ចឹងទៅពេលហ្នឹងហើយអ្នកដល់គ្នាគឺទូស្រីរបស់យើងគាត់ថាអញ្ចេះគាត់អត់អាចរៀបការជាមួយនឹងបរោះដែលភ្លើនក្បត់គាត់អញ្ចឹងទេគេថាបើមិនរៀបការជាមួយគេទូស្រីយើងប្រកាសជាគ្មានណារៀបការជាមួយទេមនុស្សស្រីមេម៉ាយខាន់ស្លានោះអញ្ចឹងទូប្រុសរបស់យើងគាត់ក៏អត់ក៏មកកលើមសេនជឺគេថាចេះគាត់ជាអ្នករៀបការជាមួយតើទូស្រីយើងឡាន់ស៊ីនឹងព្រមរៀបការជាមួយគាត់អត់ទូស្រីរបស់យើងគាត់ក៏ព្រមអត់អល់អាយដែរអ្នកនរគ្នាហើយបាច់ឆ្ងល់ហេតុអីក៏ព្រមលឿនងាយស្រួលម្លេះដោយសារពួកគាត់នឹងបាននិយាយគ្នារួចហើយហ្នឹងហើយផែនការនេះគឺពួកគាត់ជាអ្នករៀបចំឡើងដើម្បីបំបាក់មុខអាហោដោយសារអាហោនឹងគឺក្បត់ចិត្តទូស្រីរបស់យើងហើយធ្លាប់សម្លាប់ទូស្រីយើងចឹងទៀតអញ្ចឹងបានលើកនេះទូស្រីយើងគាត់លែងភ្លើនឹងមនុស្សប្រុសពីមុនភ្លើអ្នកនរគ្នាទៅច្រឡំថាទូស្រីយើងអត់ភ្លើនឹងប្រុសហើយភ្លើហើយដល់ចឹងបើដោយសារគាត់ភ្លើនេះមកគាត់ស្លាប់ចិត្តរយហ្នឹងបើសិនតែគាត់អត់ភ្លើទៅមិនដល់ថ្នាក់ហ្នឹងទេហើយឥឡូវទូប្រុសយើងមានបណ្ដាការជាច្រើនឲ្យទូស្រីរបស់យើងបណ្ដាការទ្រព្យសម្បត្តិលុយឡានផ្ទះវិឡាអីគ្រប់កន្លែងច្រើនខ្នងឲ្យទូស្រីរបស់យើងជាធ្នូនឹងការរៀបការជាធ្នូនឹងបណ្ដាការស្ដីដណ្ដឹងប៉ុន្តែទន្ទឹមនឹងនោះអ្នកនរគ្នាដឹងមិនទេតួប្រុសរបស់យើងគាត់ក៏បានបកលជូនភេហ៊ុននឹងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ឲ្យទៅកាន់ទូស្រីរបស់យើងផងដែរទូស្រីថាធ្វើអញ្ចឹងទៅអីក៏ថាចេះបើថ្ងៃណាមួយគាត់ក្បត់ទូស្រីគាត់ចុះចេញតែខ្លួនទេឥឡូវអ្នកទាំងពីរបានរៀបការជាមួយគ្នាซึ่งតាមគួរឲ្យជឿអ្នកនរគ្នាដោយសារទូស្រីរបស់យើងគាត់គិតមិនដល់ថាអូមនុស្សប្រុសម្នាក់នេះគឺបានផ្ដល់អ្វីគ្រប់យ៉ាងគាត់ច្រើននៅថ្នាក់ហ្នឹងទេហើយដល់ពេលនាងគូវៃអ្នកនរគ្នាដោយសារជំនាញដើមប្តីគេប៉ុន្តែមិនមែនបានន័យថាប្តីគេនឹងយកមកសិតតែសំណាងសិតតែចំណេញទេប្រុសខ្លះក៏កពិដែរអ្នកនរគ្នាណាចង់បានប្រពន្ធចង់ប៉ុន្តែខ្លួនឯងមិនដែលមានលុយស្រីចាយមានចាយលុយស្រីវិញអញ្ចឹងបានថាអ្នកខ្លះអន់ណាមិនអន់ធម្មតាណាអ្នកនរគ្នាដល់ទៅពេលហើយអញ្ចឹងទៅគេជាមួយនឹងអាហោនឹងគឺតាមចាញ់ចាទូស្រីរបស់យើងអាហោវិញតែគិតថាទូស្រីរបស់យើងមួយមិនជ្រៅទៅមិនឆ្ងាយអញ្ចឹងណាតែដល់ពេលនេះអ្នកនរគ្នាទៅនឹងដាច់សន្លឹមតែម្ដងហើយសម្រាប់ទូប្រុសរបស់យើងអ្នកនរគ្នាគាត់ក៏ចាំមើលថាទូស្រីរបស់យើងគាត់នឹងធ្វើយ៉ាងម៉េចពីព្រោះអីដោយសារទូស្រីរបស់យើងនឹងគឺពេលនេះគឺរៀបការមួយគាត់នឹងគាត់គិតថាទូស្រីយើងគាត់តែចង់បឆោតអាហារឬក៏ចង់សងសឹកប៉ុន្តែមែនតែនទៅទូស្រីរបស់យើងគាត់អត់បានធ្វើអីតាមអាហារទេគាត់ធ្វើអីតាមអ្វីដែលគាត់ចង់ធ្វើហើយទូប្រុសរបស់យើងគាត់ក៏មិនខកចិត្តចំពោះទូស្រីដែររីឯនាងគូវៃនឹងអាហារនឹងគឺឆ្លោះគ្នាជាប្រចាំអ្នកនរគ្នាបាច់ឆ្ងល់ទេហេតុអីបានពួកគាត់ឆ្លោះគ្នាជាប្រចាំគឺដោយសារអីដោយសារតែក្រៅពេលដែលបាយចេញពីទូស្រីទៅគឺបរាជ័យគ្រប់រឿងទាំងអស់ហើយទូស្រីរបស់យើងវិញអ្នកនរគ្នាកំពូចិត្តដាច់លេខ1ហើយមិនខ្វល់ថាអ្នកឯងគិតបែបណាមកពីណាអត់ខ្វល់អីទាំងអស់ដឹងត្រឹមថាចេះបើតោះចិត្តទូស្រីរបស់យើងគឺកំចាត់ចោលហើយទូប្រុសរបស់យើងវិញអ្នកនរគ្នាគាត់គណិតឃើញថាទូស្រីយើងពិតជាធ្វើឲ្យគាត់មិនខកបំណងពិតមែនពីរអ្នកនេះតាំងពីជីវិតធូរធារសម្បូរសប្បាយធ្លាក់ខ្លួនមកនៅផ្ទប់ជួលកតោកត្រោកក្រោ
កអ្នកនរគ្នាអាហ្នឹងឯងលទ្ធផលលុបលន់ពេកនាងនោះឃើញគេបានប្រពន្ធអ្នកមានគិតថាដដើមប្តីគេទៅនឹងបានគ្រប់គ្រងទ្រព្យសម្បត្តិដល់នោះវិញអ្នកនរគ្នាឃើញថាបើខ្លួនឯងបានទ្រព្យសម្បត្តិនឹងមានអញ្ចឹងហើយគេត្រូវក្បត់ផិតជាមួយនឹងស្រីរបស់គេនាងវៃវៃនឹងឯងតែចង់បញ្ចប់គឺតទេឡតអ្នកនរគ្នាស្អីក៏គ្មានដែរបើនិយាយពីតួស្រីរបស់យើងវិញអ្នកនរគ្នារស់នៅដូចជាព្រះនាងហើយជីវិតវិញគឺសម្បូរបែបមានសពមានគ្រប់ទាំងអស់ទោះបីជាយ៉ាងណាក៏ដោយគឺជាអ្វីដែលអ្នកដទៃអត់មានមួយនេះវិញត្រូវបាននាងវៃវៃហ្នឹងគឺគេតាក់កមកអ្នកនរគ្នាបានន័យថានាងវៃវៃដើម្បីឈ្នះតួស្រីរបស់យើងអាចយកខ្លួនទៅដូរនឹងនេះយកខ្លួនទៅដូរនឹងនោះធ្វើបែបនេះធ្វើបែបនោះគឺធ្វើយ៉ាងណាឲ្យតែឈ្នះតួស្រីរបស់យើងប៉ុន្តែតួស្រីរបស់យើងវិញអ្នកនរគ្នាអត់ខ្វល់សោះតែម្ដងហើយដោយសារតួស្រីយើងគាត់ស្លាប់ហើយកើតឡើងវិញម្ដងទៀតអញ្ចឹងបានគាត់ដឹងគាត់ដឹងថានរណាមានកម្រងធ្វើអីដាក់គាត់នរណាមានកម្រងធ្វើបាបគាត់ដូចជានាងគូវៃវៃអញ្ចឹងអ្នកនរគ្នាតែខ្លួនវាផ្ទាល់ខ្លួនវាសឹងតែគួរជឿផងថាហេតុអីបានជាតួស្រីយើងអាចប្រឆាំងជាមួយវាបានហេតុអីរាប់ផែការដែលវារៀបចំទាំងអស់តួស្រីយើងដឹងទាំងអស់ជាអ្នកនរគ្នាបាច់ឆ្ងល់ទេតួស្រីយើងធ្លាប់ឆ្លងកាត់ដែលពួកនឹងធ្វើបាបគាត់ម្ដងរួចទៅហើយមិនមែនតែធ្វើបាបទេអ្នកនរគ្នាបានន័យថាធ្វើបាបគាត់ម្ដងរួចទៅហើយរឿងនេះវាបានកើតឡើងម្ដងរួចទៅហើយដោយសារវាធ្លាប់កើតឡើងហើយអញ្ចឹងគឺវាអត់ចម្លែកសម្រាប់តួស្រីរបស់យើងទេដែលគាត់ដោះស្រាយជាមួយដោយភាពងាយស្រួលអញ្ចឹងណាអ្នកនរគ្នាបើសិនជាតួស្រីយើងមិនធ្លាប់ឆ្លងកាត់ប្រហែលជាអាចពិបាកដែរឥឡូវនេះអ្នកនរគ្នាទាំងអាហាវទាំងនាងវៃវៃហ្នឹងគឺសែនចម្លែកនៅក្នុងចិត្តខ្លាំងមែនតើពេលនេះគឺពួកវាសឹងតែគ្មានលុយនៅក្នុងកង់ហើយក្រុមហ៊ុនរបស់ពួកវាក៏ប្រឈមមុខនឹងការខ្សែធំថ្ងៃតិចអញ្ចឹងគេបានអាយមករកតួស្រីរបស់យើងតួស្រីយើងគ្រាន់តែឃើញគាត់ថាចេះអូនាងឆ្មានាងកណ្ដុលនេះមិនស្រួលទេអ្នកនរគ្នាពួកកដោកលាតវាប្រកាសជាលេងល្បិចអីទៀតដាក់គាត់ហើយឥឡូវនេះគឺគេនាំគ្នាគេមកមែនគេមករកតួស្រីរបស់យើងអ្នកនរគ្នាពឹងលើតួស្រីរបស់យើងដើម្បីផ្សះផ្សាខ្លួនឯងដើម្បីផលចំណេញរបស់ខ្លួនឯងប៉ុន្តែមិនដែលនិយាយល្អពីតួស្រីរបស់យើងទេគ្រប់ពេលហ្នឹងគឺបង្ខូចគេឈ្មោះរបស់យើងធ្វើឲ្យតួស្រីយើងអាម៉េះអាប់អោនបាក់មុខឬក៏អាចទៅរួចហ្នឹងគឺចង់ឲ្យតួស្រីរបស់យើងខ្សែធនដែលមិនមានអ្វីសោះក្នុងជីវិតអញ្ចឹងបានតួស្រីរបស់យើងតែកភ្លៀងនាងអ្វីតែចេះនាងកុំស្មានថាផែនការស្មោះគ្រោះរបស់នាងអាចបំផ្លាញខ្ញុំបានហើយសោះខ្ញុំអាចបំផ្លាញទាំងរូបនាងផ្ទាល់ទៀតផងបើនាងហ៊ានតែភ្លឺដាក់ខ្ញុំតែបន្តិចតួស្រីរបស់យើងគាត់បញ្ជាក់អញ្ចឹងអ្នកនរគ្នាហើយដល់ពេលឪពុកម្ដាយរបស់តួស្រីក៏ដូចជាចាស់ទុំវិញអ្នកនរគ្នាគេក៏ចាប់ផ្ដើមឆ្ងល់ពីតួស្រីដែរព្រោះករណីខ្លះគឺតួស្រីយើងផ្លែកចម្លែកខ្លាំងមែនតែនហើយអញ្ចឹងទៅបានជាគេពិបាកស្មានថាមានរឿងអីកើតឡើងចំពោះតួស្រីរបស់យើងហើយបើនិយាយនឹងវៃអ្នកនរគ្នានៅពេលដែលធ្វើអីតួស្រីយើងអត់បានវាកំពុងក្តៅកលកាលហើយវាក៏បានជួលគេឲ្យទៅធ្វើបាបតួស្រីយើងដោយប្រយោលអញ្ចឹងតួស្រីយើងចង់ចាប់រកឃាតកររកស្អីរកមិនឃើញអ្នកនរគ្នាត្រូវអីបានឃើញបើខាងនេះលាងចិត្តអស់ហើយហ្នឹងហើយដល់ពេលតួប្រុសរបស់យើងអ្នកនរគ្នាគឺគាត់ក៏បាន take care តួស្រីរបស់យើងដោយសារអីតួស្រីរបស់យើងធ្លាប់មានកូនជួយជីវិតគាត់តាំងគាត់នៅក្មេងអញ្ចឹងហើយបានជាតួប្រុសរបស់យើងអ្នកនរគ្នាគាត់ធ្វើអីមួយគឺគាត់សុខចិត្តតាមតួស្រីយើងគ្រប់យ៉ាងគាត់លះបង់ទាំងជីវិតនិងទ្រព្យសម្បត្តិឲ្យតួស្រីទាំងអស់ដោះដូរនឹងក្តីស្រឡាញ់ពីតួស្រីនិងការពីតួស្រីយើងបានអញ្ចឹងហើយបានជាតួស្រីរបស់យើងត្រូវមានសំណាងបែបនេះដល់ទៅពេលនេះអ្នកនរគ្នាការចូលរួមកិច្ចប្រជុំនេះគឺតកតនៅម្ចាស់អាជីវកម្មម្ចាស់អីផ្សេងហ្នឹងគេចូលរួមទាំងអស់គ្នារួមទាំងតួស្រីរបស់យើងគាត់ចូលលើកទឹកចិត្តផងដែរអញ្ចឹងអ្នកនរគ្នាអានេះដូចគេប្រកួតភាពឆ្លាតវៃក៏ដូចជាអំណាចអីចឹងណាសម្រាប់មនុស្សប្រុសដែលមានឥទ្ធិពលចឹងទៅដល់ពេលប្រកួតប្រជែងអត់ឈ្នះតួប្រុសយើងអ្នកនរគ្នានិយាយទៅគេជាអ្នកមានស្រាប់ផងហើយគេជាអ្នកអាជីវកម្មល្បីផងអញ្ចឹងគឺអត់ពិបាកសម្រាប់តួប្រុសយើងទេនៅក្នុងការផ្ដល់ការរស់នៅដ៏ល្អដល់តួស្រីរបស់យើងនិងភាពជោគជ័យក្នុងអាជីពឥឡូវនេះណាពីអ្នកបដិប្រពន្ធមហាមោទនភាពអ្នកនរគ្នាអើយទៅដល់ណាក៏សប្បាយរីករាយទៅដល់ណាក៏សប្បាយចិត្តដោយសារគាត់ធ្វើអីក៏ជោគជ័យដែរអត់តែពីរអ្នកនេះទេអ្នកនរគ្នាម្ដងជាពីរដងហើយគឺអត់មានអីប្រសើរឡើងសោះហើយចេះតែមានរឿងរហូតតែម្ដងអញ្ចឹងហើយថ្ងៃនេះគឺគ្រួសាររបស់ទូស្រីបានមកលេងទូស្រីរបស់យើងក្រោយពេលរៀបការស្រីគេមិនទៅនៅខាងប្រុសដល់ហើយអញ្ចឹងទៅគឺឪពុកម្ដាយនឹងក៏បានមកលេងទូស្រីរបស់យើងដល់ផ្ទះតែម្ដងមកដល់លេងនឹងគឺម៉ែឪនៅនឹងគឺចិត្តល្អអ្នកនរគ្នាហើយធ្វើឲ្យទូស្រីរបស់យើងនឹងគាត់មានសេចក្តីសុខសំខាន់ណាគេកំពុងផ្ចង់ផ្ដាំឲ្យពួកគាត់នឹងឆាប់យកកូននេះណាចាស់ទុំគេចង់បានអញ្ចឹងតែទូស្រីរបស់យើងទេនៅមិនទាន់ដឹងខ្យល់អីណាខំទៅអង្គអីសុំទោសទៅអង្គណានោះឆ្កុយចឹងនិយាយថាទូស្រីរបស់យើងនេះគាត់ក៏ខំប្រឹងធ្វើយ៉ាងណាគឺតបស្នងនឹងការស្រឡាញ់របស់ទូប្រុសយើងបាននិយាយវែងអ្នកនរគ្នាធ្លាប់ទេនិយាយវែងណាហើយឥឡូវនេះ
ការប្រជុំកិច្ចសហប្រតិបត្តិការងាររបស់ទូស្រីរបស់យើងគឺចាប់ផ្ដើមទៀតហើយអញ្ចឹងទូប្រុសយើងគាត់ប្រជែងជាមួយនឹងអាហោអ្នកនរគ្នាប៉ុន្តែមិនដឹងថាអាហោអាចឈ្នះទូស្រីទូប្រុសយើងបានដែរឬក៏អត់ទេតាមពិតទៅអ្នកនរគ្នាពួកនេះវាបានប្រើល្បិចណានៅពីក្រោយខ្នងដើម្បីធ្វើដូចថាយកឈ្នះទៅលើទូប្រុសនិងទូស្រីប៉ុន្តែដោយសារទូស្រីយើងក៏ដឹងមុនអញ្ចឹងគាត់រៀបផែនការរួចជាស្រេចដើម្បីវាយបកវាយប្រហារទៅលើពួកនឹងវិញហើយបន្ទាប់មកដល់ទូស្រីរបស់យើងគាត់ក៏ទទួលបានជោគជ័យទទួលបានការវិនិយោគយ៉ាងល្អអំពីអតិថិជនហើយសម្រាប់នាងវ័យវិញអ្នកនរគ្នាគេបានបរោរឿងទូស្រីរបស់យើងប៉ុន្តែទូស្រីយើងគឺគាត់អត់និយាយអីជាមួយហើយគេចាប់ផ្ដើមទៅស៊ើបទូស្រីបន្តគេឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនហ្នឹងគឺនាំទូស្រីយើងជួបអតិថិជនហើយដាក់ថ្នាំទូស្រីយើងឲ្យអតិថិជនរំលោភអតិថិជនអស់នេះគឺមុខក្រាស់អ្នកនរគ្នាជាមនុស្សស្រីគ្រិនតណ្ហាខ្លាំងមែនតើឲ្យតែមានអាការបែបហ្នឹងហើយគេប្រកាសជារំលោភតាមបំណងសំណារបស់គេដាក់ថ្នាំទូស្រីយើងបានសម្រេចហើយគេគិតថាគេនឹងបានរំលោភតែមិនបានទេអ្នកនរគ្នាដោយសារទូប្រុសរបស់យើងគាត់បានទៅជួយសង្គ្រោះទូស្រីយើងតាន់ហើយក៏នាំទូស្រីយើងត្រឡប់មកផ្ទះវិញអញ្ចឹងណាហើយដោយសារឥទ្ធិពលថ្នាំរបស់ទូស្រីយើងវាខ្លាំងដែរអញ្ចឹងទូស្រីយើងក៏ហក់សង្គ្រប់ឡើងទៅជិះពីលើទូប្រុសតែម្ដងគាត់ថាអញ្ចេះបើសិនប្តីរវល់ខ្លាំងទូអូនអ្នកចាត់ចែងដល់ទៅពេលអាចិនអាហៅឲ្យរួមជាមួយនឹងនាងវ័យវិញអ្នកនរគ្នាពេលនេះគឺអាលីខ្សែធនតែម្ដងហើយម្ចាស់បំណុលក៏មកទីឲ្យទៀតអ្នកនរគ្នាបើសិនជាមិនមានលុយឲ្យគេទេមិនមានបំណុលលុយសងគេទេគេនឹងកាត់ដៃកាត់ជើងហើយឥឡូវនេះគឺវាកំពុងខឹងខ្លាំងអ្នកនរគ្នាដោយសារអីវាខំប្រឹងធ្វើគ្រប់បែបយ៉ាងហេតុអីចុះក្រោយជីវិតរបស់វាប្រែទៅជារលាយនេះគឺមកពីវាលុបលុតអ្នកនរគ្នាបើសិនតែថាវាស្មោះត្រង់មួយទូស្រីវាត្រូវខ្លាយជាមហាសេដ្ឋីឥឡូវនេះទូស្រីយើងត្រឡប់មកកន្លែងធ្វើការវិញនាងវ័យគេថាគេធ្វើដូចគេអត់ដឹងរឿងអីចឹងណាអ្នកនរគ្នាប៉ុន្តែទូស្រីរបស់យើងទូប្រុសនឹងគាត់មានផុសតាងមានអីចាប់ទាំងអស់នឹងឯងដោយសារអីគឺវាមិនដែលសុកមានរឿងនឹងកាត់ឡើងមិនចឹងណាហើយចឹងទៅទូស្រីរបស់យើងគាត់ក៏ដាក់សាកសីនៅនឹងហ្មងធ្វើឲ្យនាងវ័យនេះគឺប្រកែកអត់រួចទេហើយសាកសីអស់ហ្នឹងគឺសិតតែចង់បានលុយលុបលុយខុសរបៀបឥឡូវនេះអ្នកនរគ្នានាងវ័យគេចាប់ដើមរកដំណោះស្រាយផ្សេងហើយដើម្បីចាត់ការទៅលើទូស្រីរបស់យើងក៏ដូចជាចាត់ការទៅលើទូប្រុសរបស់យើងប៉ុន្តែទូស្រីរបស់យើងក៏អត់ចាទេដោយសារគាត់មានផែនការរបស់គាត់ដែរណានាងហ៊ានធ្វើខ្ញុំក៏ហ៊ានធ្វើនាងធ្វើទៅធ្វើមកងាប់ទាំងអស់គ្នានេះឯងវាក៏បានបរោអាប៉ែភ្នែកកឡៅនេះអាប៉ែភ្នែកក្តាមនេះដល់គ្នានាងវ័យនេះណារងមកគឺដើម្បីសហការគ្នាក្នុងការដួលរំលំគ្រួសាររបស់ទូប្រុសនិងការងាររបស់ទូប្រុសអញ្ចឹងគេថាទូស្រីយើងទុកគេចាត់ការទូស្រីយើងកំពុងដើរម្នាក់ស្ងាត់សាត់ស្រីម្នាក់គេថាស្រែកជួយគេផងទូស្រីយើងខំតែជួយវាហើយចង់ចាំអ្នកនរគ្នាអើយវាចាប់ទូស្រីយើងទៅបានហើយវាថាចេះសុំទោសវាចាយលុយវាអត់មានជំរើសទេនេះចាំហើយទូស្រីរបស់យើងអ្នកនរគ្នាពេលនេះគាត់ឃើញថាមនុស្សនៅទីនេះច្រើនណាស់គាត់ដឹងថាគាត់មានសមត្ថភាពអាចរត់ចេញពីទីនេះបានដោយវិធីណាអ្នកនរគ្នាអានេះគឺជាអ្វីដែលទូស្រីរបស់យើងបាននិយាយហើយពួកនេះគឺវាដាច់អហង្ការហ្មងវាដោះលែងទូស្រីយើងទេដើម្បីព្រោះវាទទួលសំណូកនេះវៃហើយតែទូប្រុសយើងបានមកជួយសង្គ្រោះទាន់អ្នកនរគ្នាអ្នកនៅទីនេះត្រូវបានទូប្រុសនៅអង្គរៈវាយឡើងដេកស្អាតតែម្ដងនៅនឹងកន្លែងអត់មាននរណាមានឱកាសរើរត់ពីកន្លែងនឹងរួចទេហើយបន្តមកទៀតទូប្រុសរបស់យើងគាត់ក៏បានសួរចម្លើយពួកនឹងដែរណាថាតើអ្នកណានៅពីក្រោយនៃការចង់សម្លាប់គាត់នឹងទូស្រីនេះដល់ពេលហើយអ្នកនរគ្នាស៊ើបទៅស៊ើបមកមានតែម្នាក់ទេគឺអាហៅនឹងនាងវ័យនឹងឯងឥឡូវនេះអ្នកនរគ្នាគឺទូប្រុសទូស្រីយើងគាត់មានសុវត្ថិភាពរួចខ្លួនហើយប៉ុន្តែគឺគាត់ឲ្យកូនចៅរបស់គាត់រៀបចំដាក់ពាក្យបណ្ដឹងទៅកាន់អាហើយនឹងនាងវ័យពីព្រោះពីរនាក់នេះគឺជាមេរោគចុងក្រោយនេះត្រូវគេវាយបាក់ដៃបាក់ជើងអ្នកនរគ្នាហើយសម្រាប់នាងវ័យវិញក៏ត្រូវបានគេបដិញ្ញចេញពីក្រុមហ៊ុនដូចគ្នាដែរនិយាយមែនតែអាចិនហើយវាមិនបានធ្វើអាក្រក់ឲ្យដល់ថ្នាក់នឹងដាក់ទូស្រីមិនបានធ្វើអីជាតិមុនអាក្រក់សាហាវណាតែជាតិនេះវាបាក់ដៃវាមិនរកទូស្រីយើងវាឆ្ងល់ហើយតែបន្ទូស្រីយើងធ្វើចឹងដាក់វាប្រកែកជាមួយវាទូស្រីថាមកពីឯងគឺជាមនុស្សដែលគ្មានបេះដូងគ្មានធម៌មេត្តាឯងគឺជាឃាតករសម្រាប់យើងអញ្ចឹងណាទើបបានចប់សពគ្រប់រឿងនឹងទៅហើយគ្រួសាររបស់ទូស្រីក៏រៀបចំខួបកំណើតទូស្រីនៅជួបជុំគ្នាប្រកបដោយសុភមង្គលផងដែរ